សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធាដ៏គួរឲ្យភ្ញាក់ផ្អើលដោយវាយប្រហារប្រទេសវេណេស៊ុយអេឡាមុនពេលថ្ងៃត្រង់នៅថ្ងៃទី3ខែមករាឆ្នាំ2026បំផ្ទុះកើតឡើងនៅទីតាំងជាច្រើនទូទាំងទីក្រុងការ៉ាកាសចាប់ផ្ដើមពីប្រហែលម៉ោង2ព្រឹករហូតដល់ម៉ោង5ព្រឹកយន្តហោះចម្បាំងរបស់អាមេរិករួមជាមួយសព្វអាវុធបាញ់ប្លង់គាំទ្រជាច្រើនបានវាយប្រហារកម្មស្តីការពារអាកាសមជ្ឈមណ្ឌលបញ្ជាការនិងមូលដ្ឋានយោធានៅជុំវិញទីក្រុងការ៉ាកាសព្រមទាំងក្រុងឆ្នេរសមុទ្រដែលនៅក្បែរនោះនេះគឺតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិនានារួមទាំង Times of India សំឡេងផ្ទុះខ្លាំងក៏ឮពីអាកាសផងដែរដែលធ្វើឲ្យអគ្គិសនីផ្ដាច់ស្ទើរទូទាំងទីក្រុងយន្តហោះចម្បាំងហោះទាបប្រឆាំងនឹងអគារពណ៌ទឹកក្រូចបញ្ជាការយោធានិងរំខានទៅដល់ប្រព័ន្ធទំនាក់ទំនងវាបានបង្ខំឲ្យអាជ្ញាធរវេណេស៊ុយអេឡាប្រកាសដាក់ប្រទេសនៅក្នុងស្ថានភាពអាសន្នជាបន្ទាន់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានហៅប្រតិបត្តិការនេះថាជាការវាយប្រហារដ៏ជោគជ័យនិងធំធេងបំផុតប្រឆាំងនឹងវេណេស៊ុយអេឡាលោកបានបញ្ជាក់ទៀតថាប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro និងភរិយារបស់លោកត្រូវបានចាប់ខ្លួនហើយនាំចេញពីប្រទេសរុស្ស៊ីគួរសម្គាល់ថាសហរដ្ឋអាមេរិកតែងតែចោទប្រកាន់លោក Maduro អស់រយៈពេលជាច្រើនឆ្នាំហើយថាលោកបានក្លែងបន្លំលទ្ធផលបោះឆ្នោតបង្ក្រាបក្រុមគណបក្សប្រឆាំងនិងប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរគ្រឿងញៀនព្រមទាំងបង្កអស្ថិរភាពក្នុងតំបន់អាមេរិកថាទណ្ឌកម្មនិងចំណាត់ការទូតបានបរាជ័យមុននឹងឈានដល់ការវាយប្រហារនេះទីក្រុងការ៉ាកាសបានបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកដោយហៅការវាយប្រហារនេះថាជាទង្វើឈ្លានពានខុសច្បាប់មកដល់ពេលនេះមិនទាន់មានការបញ្ជាក់ពីកន្លែងដែលលោក Maduro និងភរិយារបស់លោកត្រូវបាននាំខ្លួនទៅនោះទេក៏មិនទាន់មានអង្គភាពណាបញ្ជាក់ពីតួលេខអ្នកស្លាប់អ្នករបួសអ្នកដែលត្រូវចាប់ខ្លួននិងថាតើប្រតិបត្តិការនេះបានបញ្ចប់ឬនៅតែបន្តមន្ទីរប្រយុទ្ធការពារមិនទាន់ផ្ដល់ព័ត៌មានលម្អិតអំពីផែនការវាយប្រហារនេះនៅឡើយ